បាទឥឡូវនេះសូមអនុញ្ញាតបន្តទៅរឿងរ៉ាវចូលក្នុងវគ្គទី3ដែលមានទាំងព័ត៌មានក្នុងប្រទេសយើងនិងព័ត៌មានក្រៅប្រទេសព័ត៌មាននៅក្នុងប្រទេសយើងគឺនិយាយអំពីបញ្ហាកម្មការិនីរបស់យើងជួបគ្រោះថ្នាក់ចរាចរណ៍ហើយស្លាប់2នាក់របួសធ្ងន់នោះជាង60នាក់ហើយឥឡូវនេះកំពុងតែសង្គ្រោះដោយមានការអន្តរាគមន៍ពីខាងបេឡាជារបបសន្តិសុខសង្គមបាទជូនទៅឌីណាលំអិតពីរឿងនេះបាទសូមជើញចាអរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានក្តីរន្ធត់និងសោកស្ដាយក្រៃលែងនៅពេលដែលបានទទួលដំណឹងថាមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករកាលពីម៉ោង 5:50 នាទីល្ងាចថ្ងៃទី 25 ខែឧសភាឆ្នាំ 2016 ស្ថិតនៅតាមផ្លូវជាតិលេខ 1 ចន្លោះគីឡូម៉ែត្រលេខ 139 និង 140 ចំណុចភូមិលៀបឃុំកណ្ដៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងដែលបណ្ដាលឲ្យកម្មករបម្រើការងារនៅរោងចក្រនីស៊ីក្នុងតំបន់សេដ្ឋកិច្ចពិសេសនិគរាជស្ថិតនៅក្នុងភូមិព្រៃទុបសង្កាត់ព្រៃអង្គញក្រុងបាវិតខេត្តស្វាយរៀងរងរបួសធ្ងន់ស្រាលចំនួន69នាក់ដែលហើយនឹងជនរងគ្រោះ2នាក់ទៀតបានស្លាប់អ្នករងរបួសទាំងនោះបានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុតដោយឡែកសពជនរងគ្រោះទាំង2នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគិតត្រឹមម៉ោង 9:30 នាទីព្រឹកមិញនេះចាកម្មករចំនួន69នាក់ដែលរងរបួសបាននឹងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកឈិភូចំនួន52នាក់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន5នាក់និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន12នាក់ហើយនៅក្នុងឱកាសដ៏ក្រៀមក្រំនេះក្រសួងបានចូលរួមរំលែកនៅសេចក្តីសោកស្ដាយចំពោះគ្រួសារសពចាហើយនឹងជូនពរឲ្យអ្នកដែលគាត់រងរបួសនឹងគាត់ឆាប់ជាហើយក្រសួងការងារបណ្ដុះបណ្ដាលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គមបាទដឹងមិនចឹងហ្នឹងណាប្រសិទ្ធភាពជំងឺបានធូរស្បើយជាងមុនណាមើលទៅបាទអរគុណណាស់ឥឡូវគឺថាសូមអនុញ្ញាតបន្តទៀតចឹងអ្នកបើកអ្នកបរម្ចាស់យានបង្កើនការប្រុងប្រយ័ត្ននៅក្នុងការបើកបរហើយកុំដាក់ច្រើនពេកឲ្យណែនតាន់តាប់អាហ្នឹងក៏យើងពិបាកដែរជាពិសេសខាងមុខហ្នឹងតែយើងដាក់ទៅឡានខ្លះចកោតស្ដាំវាទៅជាចកោតកដាលឡានខ្លះចកោតឆ្វេងក៏វាទៅជាចកោតកដាលដែរពេលខ្លះដាក់អាខាងអែបតកង់នេះមួយទៀតទៅជាតកង់នៅកដាលវិញណាជាពិសេសតាក់ស៊ីទេហ្មងបាទតាក់ស៊ីហើយអែបខាងអញ្ចឹងច្រើនតែតាក់ស៊ីដាក់ស្រីនឹងខ្ញុំឃើញប្រុសសោះហ្នឹងគេដាក់ស្រីតាបាទគៀកហ្នឹងបាទអរគុណឥឡូវសូមអនុញ្ញាតតទៅមុខទៀតគឺពាក់ព័ន្ធទៅនឹងរឿងនៅក្នុងខេត្តព្រៃវែងគឺថៅកែប្រើឲ្យទៅរាយខ្សែភ្លើងដើម្បីឆក់កដុលឲ្យវាងាប់អានឹងបកែចូលមកកាត់ស្អីអញ្ចឹងណាបែរជាផ្្លាត់ស្នៀតឆក់អ្នកដែលទៅរៀបគិសនីឆក់ហ្នឹងខ្លួនឯងស្លាប់ទៅវិញបាទចាហេតុការណ៍នេះគឺបានកាត់ឡើងកាលពីម៉ោង 1 រំលងអាធ្រាត្រចូលថ្ងៃទី 26 ខែឧសភានៅចំណុចវាលស្រែប្រាំងជារបស់ថៅកែឈ្មោះអានស្ថិតនៅក្នុងភូមិទួលដងឃុំកោះសំពៅស្រុកពីមជោខេត្តព្រៃវែងចំណែកយុវជនដែលស្លាប់មានឈ្មោះសៅសាក់អាយុ 19 ឆ្នាំមានទីលំនៅនៅភូមិតាសូឃុំឫស្សីស្រុកចាឃុំឫស្សីស្រុកពីមជោនិងជាកម្មករស៊ីឈ្នួលធ្វើស្រែឲ្យគេសមត្ថកិច្ចបានឲ្យដឹងថាបើយោងទៅតាមសម្ដីរបស់ឪពុកជនរងគ្រោះចាបានរៀបរាប់ថានៅយប់ថ្ងៃកើតហេតុនោះវេលាម៉ោងប្រមាណជាង 12 កន្លះត្រៀតចាគឺថៅកែដែលមានឈ្មោះអានហ្នឹងបានប្រើឲ្យកូនប្រុសរបស់គាត់យកអាគុយហើយនឹងអាំងវីកទ័រទៅវាស្រែដើម្បីពាត់លួសឆក់កណ្ដុរដែលមកស៊ីស្រូវលុះដល់ម៉ោង 1 រំលងអាធ្រាត្រចាកម្មករដូចគ្នាចាបាត់កូនយូរពេកចាគេមកអស់ហើយក៏ឲ្យគាត់បាត់កូនយូរពេកអត់ឃើញមកវិញក៏នាំគ្នាទៅមើលចាដល់ពេលទៅមើលទៅក៏ឃើញកូនប្រុសរបស់គាត់ហ្នឹងត្រូវចរន្តភ្លើងឆក់ស្លាប់នៅវាស្រែបាត់ទៅហើយចាហើយក្រោយពីដឹងថាយុវជនរងគ្រោះត្រូវភ្លើងឆក់ស្លាប់ថៅកែបានបញ្ជាឲ្យកូនចៅយកអង្រឹងផ្សែងសពជនរងគ្រោះហ្នឹងយកទៅដាក់នៅក្នុងរោងដោយអត់ចាំបាច់ដោយអត់រងចាំឲ្យសមត្ថកិច្ចចុះទៅពិនិត្យធ្វើកោសវិច័យទេលោកវរៈសេនីតូជាហេងអធិការនគរបាលស្រុកពីមជោបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍ឆក់ខ្សែភ្លើងនេះលោកបានចាត់ឲ្យកម្លាំងនគរបាលស្រុកចុះទៅពិនិត្យដល់កន្លែងកាត់ហេតុនិងពិនិត្យសាកសពជនរងគ្រោះហើយក៏រកឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងមែនទើបប្រកល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីហើយលោកអធិការបានបញ្ជាក់ទៀតថាចំពោះការស្លាប់នេះខាងថៅកែឈ្មោះអានហ្នឹងគេយល់ព្រមទទួលខុសត្រូវទាំងអស់ចាគាត់ទទួលខុសត្រូវទាំងអស់ដោយខាងក្រុមជនរងគ្រោះហ្នឹងក៏អត់ទាន់ឆ្លើយថាម៉េចទេគាត់ថាគាត់គ្រាន់តែប្រាប់ថាចាំធ្វើបុណ្យកូនប្រុសរបស់គាត់ហើយចាំនិយាយគ្នាទៀតចាប៉ុណ្ណឹង
ជូនប៉ុណ្ណឹងហើយចឹងបាច់វែងឆ្ងាយទៀតយើងទៅមុខទៀតគឺតេតទៅទៅនឹងព្រឹត្តិការណ៍អន្តរជាតិវិញម្ដងគឺរូបភាពដ៏រន្ធត់បង្ហាញឲ្យឃើញអំពីទូកជនអន្តោប្រវេសន៍កឡាប់បាទរន្ធត់យ៉ាងម៉េចខ្លះនោះសូមអញ្ជើញអូននេះចាកឡាប់ភាគច្រើនគាត់ជនភៀសខ្លួនពីសង្គ្រាមនៅស៊ីរីចាវេទនាបាទហើយរូបភាពនេះគឺខាងកងទ័ពជើងទឹកអ៊ីតាលីគេថតបានចាឃើញកលាប់នៅក្នុងសមុទ្រលីប៊ីចាហើយបើយោងតាមកងទ័ពអ៊ីតាលីបានឲ្យដឹងថាមនុស្សប្រហែលជាង500នាក់ត្រូវបានជួយសង្គ្រោះហើយក្នុងនោះក៏មានមនុស្ស7នាក់ផងដែរដែលគាត់ស្លាប់នៅក្នុងហេតុការណ៍កលាប់ទុកនេះទុកច្រើនពេកចាព្រោះអីបើតាមការរៀបរាប់ពីក្នុងនេះគេបានឲ្យដឹងថាកម្រិតទឹករលកអីធម្មតាទេចាហើយសីតុណ្ហភាពអីហ្នឹងក៏ធម្មតាដែរអញ្ចឹងមានន័យថាការកលាប់នេះគឺដោយសារតែផ្ទុកលើសចំណុះចាក្នុងទូកហ្នឹងឡើង562នាក់លោកសុខមែនតិចណាចាកលាប់មែនតើចាចាហើយបើយោងតាមសេចក្តីថ្លែងការណ៍មួយពីកងទ័ពជើងទឹកអ៊ីតាលីបានលើកឡើងថានាវាល្បាតអ៊ីតាលីដែលមានឈ្មោះបេតិកាបានឃើញសភាពមិននឹងណរបស់ទូកដែលដឹកជនអន្តោប្រវេសន៍នេះហើយថាជាសំណាងល្អណាស់ដែលទូកនេះកលាប់នៅក្បែរនាវាដែលគេល្បាតណាលោកសុខបើសិនជាអត់មានប្រហែលជាទាំង500នាក់ហ្នឹងប្រហែលជាអាចទៅអស់ហើយចាប្រហែលគ្រាន់តែប្រហែលទេចាប៉ុន្តែទោះបីជាមានការជួយសង្គ្រោះយ៉ាងណាក៏ដោយក៏ក្នុងនោះមានមនុស្សចំនួន7នាក់ផងដែរដែលគាត់បានស្លាប់ចាអញ្ចឹងប៉ុណ្ណឹងចាប៉ុណ្ណឹងច្បាស់ជាបងប្អូនយើងខាងជនជាតិរុស្ស៊ីជនជាតិរុស្ស៊ីស៊ីរីដែលជាខ្លួនពីសង្គ្រាមណាចាភាគច្រើនក្នុងចំណោមពួកគាត់ចាភាគច្រើនចាអញ្ចឹងបងប្អូនណាយើងថានៅក្នុងប្រទេសមួយឲ្យវាមានសន្តិភាពឲ្យវាមានសុខស្រួលឲ្យមានសេរីភាពអីចឹងជាដើមមកប៉ុន្តែបែរជាចេញជាសង្គ្រាមបាញ់បហាគ្នាខ្ទេចប្រទេសមួយទាំងមូលហើយប្រជាជនត្រូវរត់គេចក្របរត់ចេញពីប្រទេសឆ្លងទៅនេះឆ្លងទៅនោះដើម្បីគេចសេចក្តីស្លាប់ហើយមកជួបសេចក្តីស្លាប់ទៀតអញ្ចឹងហើយបានថាគ្មាននរណាម្នាក់ចង់បានសង្គ្រាមទេពីព្រោះសង្គ្រាមវាបង្កវិនិស្សកម្មបែបហ្នឹងបាទចាត់ព្រាត់កូនចៅអស់ហើយវេទនាណាហើយយើងរំលឹកទៅចាស់នៅក្នុងប្រទេសយើងកាលពីគាត់រត់គេចក្របឆ្នាំ1970មកវគ្គបាទរដ្ឋបហាលន់ណុលដល់ទៅពេលហើយគឺសង្គ្រាមចាប់ដើមវាយទីងណាយើងវាយគ្នារហូតមកដល់75យើងចាប់ដើមក្តាំងទៀត75ក្តាំងហើយចូលបងប្អូនគ្រប់គ្រងប្រទេសទៅវិញទៀតណាហើយបាន79វាយវិញបានដោះបានអញ្ចឹងវាពិបាកអញ្ចឹងរួចអំដោះបានហើយនៅត្រែករហូតដល់9ប្រហែល97 98នេះបាទបាននាយករដ្ឋមន្ត្រីលោកប្រើនយោបាយឈ្នះនេះយុទ្ធសាស្ត្រឈ្នះ defeat នេះណាអាចឲ្យបានសមារណកម្មចូលគ្នាវាទៅជាសន្តិភាពមកអញ្ចឹងបានថាបើបងប្អូនស្រឡាញ់សង្គ្រាមខ្ញុំក៏មិនដឹងប៉ុន្តែខ្ញុំសូមស្រឡាញ់សន្តិភាពអញ្ចឹងហើយខ្ញុំស្រឡាញ់សន្តិភាពចាដូចគេមើលអញ្ជើញមកទេដូចគេនិយាយថាវាអត់មានលើលោកនេះអត់មានសន្តិភាពណាអាក្រក់ឬក៏សង្គ្រាមណាដែលល្អទេដោយលោកសុខបានលើកឡើងចឹងចាខ្ញុំមិនញុះញង់ឲ្យបងប្អូនបង្កសន្តិភាពទេប៉ុន្តែញុះញង់ឲ្យបងប្អូនគេចពីសង្គ្រាមបាទហ្នឹងហើយដូចជាឪម៉ែគេលេងគ្នាគេថាឯងទៅតាមណាគេណាម៉ែឯងអញលេងគ្នាអញដឹងទៅតាមម៉ែឯងទៅតាមណាគេទៅដល់ឪនេះចាខ្ញុំតាមឪឯងដែរឪតាមម៉ែអរគុណណាស់ឥឡូវយើងបន្តទៅរឿងមួយទៀតណាអាហ្នឹងគឺថាមិញវានិសកម្មហើយវាប្របាក់និយាយហើយខ្ញុំសំខាន់តិចទៅជនភៀសខ្លួនហ្នឹងណាគេសិតតែមានមេខ្យល់របស់គេទៀតចាមានមេខ្យល់បានន័យថាឧទាហរណ៍ថាជនភៀសខ្លួននៅសេរីអញ្ចឹងបើតាមនេះខ្ញុំមើលអត្ថបទពីមុនមកគាត់មានមេខ្យល់នាំគាត់សន្យាថានាំគាត់ទៅកាន់ប្រទេសមួយទៀតឲ្យគេក្នុងទឹកប្រាក់ប្រមាណទៅតាមទូកចាទៅតាមទូកអ្នកខ្លះគាត់បានទៅដល់ប្រទេសមួយទៀតដោយសុវត្ថិភាពចឹងទៅប៉ុន្តែអ្នកខ្លះទៀតគាត់ប្រឈមមុខជាមួយនឹងការត្រូវការចាញ់បោកគេតកតងជាមួយនឹងការជួញដូរមនុស្សអីជាដើមពួកឯអ្នកដែលជាមេខ្យល់ហ្នឹងមិនប្រកាសថាគាត់គឺជាមនុស្សល្អសិតតែនាំជនភៀសខ្លួនហ្នឹងទៅរកកន្លែងដែលមានសន្តិភាពឯអ្នកខ្លះក៏មានការជួញដូរមនុស្សអីនៅក្នុងហ្នឹងដែរចាបាទអញ្ចឹងបានន័យថាការកិច្ចពីសង្គ្រាមនេះមិនដូចថាជនជាតិសេរីអញ្ចឹងគាត់កិច្ចទៅប្រទេសមួយទៀតគាត់សង្ឃឹមថាគាត់នឹងបានរស់នៅក្នុងសន្តិភាពល្អជាងប្រទេសដែលគាត់កំពុងតែមានសង្គ្រាមប៉ុន្តែទន្ទឹមនឹងនោះគាត់ប្រឈមមុខច្រើនដូចជាករណីលិចទូកនេះអញ្ចឹងប្រឈមមុខជាមួយនឹងការស្លាប់នៅកណ្ដាលសមុទ្រហើយទៅដល់ប្រទេសគេក៏គាត់មិនដឹងថាគាត់អាចសុខសុវត្ថិភាពបានអត់ណាយើងអត់ទាន់ច្បាស់ដែរចាគេអត់ទទួលទេគេអត់ទទួលចាគេអត់ទទួលហ្មងអញ្ចឹងមួយណាត់អាណៃពេញព្រៃពេញផ្សាយហ្នឹងទៅប៉ិនបើតាមការស្ទង់មតិ
ប្រជាជនចិនត្រូវបានគេរកឃើញថាជាប្រជាជនដែលស្វាគមន៍ជនភៀសខ្លួនច្រើនជាងគេលើពិភពលោកចឹងបានន័យថាគេទៅសួរសំណួរគាត់ថាបងឯងគិតមិនដែរបើជនភៀសខ្លួនមកពីនេះមកពីនោះអីចឹងដែរខ្ញុំសុខចិត្តឲ្យគាត់មកនៅផ្ទះខ្ញុំឯងភាគច្រើនគឺឆ្លើយជួយអាសាគ្នាគេរកឃើញមិនខ្ញុំណែស្ទង់មកតែខ្លួនឯងណាក៏មានអន្តរជាតិគេឲ្យមកអញ្ចឹងបាទអរគុណណាអាហ្នឹងគឺថាមនុស្សដូចតែគ្នាចង់រស់ចង់រៀនមានជីវិតដែរណាបងអើយជួយយកអាសាគ្នាទៅវិញទៅមកទៅបាទឥឡូវទៅរឿងអន្តរជាតិមួយទៀតគឺតេតិនទៅនឹងបញ្ហាមេដឹកនាំ G7 នាំគ្នាដាំដើមឈើមិនដាំដើមជីទេមុនចាប់ដើមកិច្ចប្រជុំភូមិបាទសូមជឿមកដាំនៅនេះវិញចាដាំដើមជីចាលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសម្រាប់ឆ្នាំនេះបានស្វាគមន៍មេដឹកនាំនៃប្រទេសសមាជិក G7 នៅត្រង់ចំណុចស្ពាន Yuchi ក្នុងទីកន្លែងសក្ការៈបូជា Isekren ដែលមានអាយុកាលប្រហែលជា 2000 ឆ្នាំមកហើយនិងដែលជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុតនៅក្នុងសាសនាស៊ីនតូរបស់ជប៉ុនហើយបន្ទាប់មកមេដឹកនាំពិភពលោកទាំងនេះបានចូលទៅក្នុងបរិវេណនៃទីសក្ការៈបូជានេះដើម្បីដាំដើមឈើរួមគ្នាកង្វល់ពាក់ព័ន្ធសុខុមាលភាពនៃសេដ្ឋកិច្ចពិភពលោកនិងជារបៀបវិរៈកំពូលនៅក្នុងកិច្ចប្រជុំកំពូលនេះតែទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងពេញលេញស្ដីពីគោលនយោបាយសេដ្ឋកិច្ចពិភពលោកទំនងជាមិនអាចឈានទៅដល់ការឯកភាពគ្នាដោយងាយស្រួលបានឡើយប្រពន្ធពីរដ្ឋាភិបាលជប៉ុនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាមេដឹកនាំនៃក្រុមប្រទេស G7 ត្រូវបានគេរំពឹងថានឹងជួយលើកកម្ពស់ការបូករួមបញ្ចូលគ្នានៃគោលនយោបាយរូបិយវត្ថុសារពើពន្ធនិងរចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចពេលមេដឹកនាំទាំងនេះចេញសេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់កិច្ចប្រជុំនៅថ្ងៃសុក្រប្រធានបទនៃកិច្ចប្រជុំកំពូលនេះក៏មានការពិភាក្សាអំពីអំពើភេរវកម្មបញ្ហាជនភៀសខ្លួនពាណិជ្ជកម្មសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនិងសន្តិសុខដែនទឹកផងដែរប្រពន្ធពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងបន្ថែមថាកិច្ចពិភាក្សាស្ដីពីសន្តិសុខដែនទឹករួមមានដូចជាការអះអាងសិទ្ធិកាន់កាប់របស់ចិនលើដែនទឹកនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងជាដើមក្នុងនោះចំនួននៅសមុទ្រចិនខាងកើតគឺរវាងចិននិងជប៉ុនហើយចំនួននៅសមុទ្រចិនខាងត្បូងគឺរវាងចិននិងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍គូបញ្ជាក់ថាក្រុមប្រទេស G7 រួមមានប្រទេសអង់គ្លេសសហរដ្ឋអាមេរិកជប៉ុនអាល្លឺម៉ង់អ៊ីតាលីកាណាដានិងបារាំងហើយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិនិងជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបក៏បានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរយៈពេល2ថ្ងៃនេះដែលធ្វើឡើងនៅក្នុងទីក្រុងអ៊ីសេននិងទីក្រុងស៊ីម៉ានៃខេត្តមីយេផងដែរបាទអរគុណណាស់សូមអនុញ្ញាតបញ្ចប់ប៉ុណ្ណឹងហើយព្រឹត្តិការណ៍អន្តរជាតិឥឡូវចូលមករឿងនៅក្នុងប្រទេសកម្ពុជាយើងវិញម្ដងគឺតាក់ទងទៅនឹងកម្ពុជាថៃអនុវត្តគោលនយោបាយបើកផ្សារទេសចររួមគ្នាបាទយ៉ាងម៉េចចេះបាទសូមអញ្ជើញចាកម្ពុជាថៃបានបើកកម្មវិធីរថយន្តប្រណាំងនិងម៉ូតូប្រណាំងដែលអនុវត្តគោលនយោបាយបើកផ្សារទេសចររួមគ្នាតាមរូបភាពព្រះរាជាណាចក្រពីរទិសដៅទេសចរមួយឬក៏ Two Kingdoms One Destination ដើម្បីបង្កើនបរិមាណភ្ញៀវទេសចរនៃប្រទេសទាំងពីរនៅក្នុងពិធីបើកខ្សែផ្លូវគោកភ្នំពេញបាងកកប្រទេសថៃឯកឧត្តមណាត់ថាវុឌ្ឍពោធិ៍សារូឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជាបានឲ្យដឹងថាក្រៅពីការបើកកម្មវិធីរថយន្តប្រណាំងនិងម៉ូតូប្រណាំងនេះប្រទេសទាំងពីរកំពុងតែជំរុញឲ្យមានការបើកច្រកព្រំដែនថ្មីចំនួន4កន្លែងទៀតខណៈច្រកព្រំដែនរវាងប្រទេសទាំងពីរមានចំនួន6ច្រកដើម្បីបង្កើនវិស័យពាណិជ្ជកម្មនិងទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកឲ្យមកទស្សនាប្រទេសទាំងពីរឯកឧត្តមសេនីយ៍ឯកមេឃសុផាណាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឲ្យដឹងថាដំណើរតាមផ្លូវគោកនេះនាំមកនៅមិត្តភាពសាមគ្គីភាពពាណិជ្ជកម្មទេសចរដើម្បីជំរុញឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរឡានស្អាតមួយយ៉ាងថតចិត្តឡានកាន់តែស្អាតទៀតចាលោកស្រីជីរណាន់វងមង្គលអគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅកម្ពុជាបានបញ្ជាក់ថាជាមួយនឹងដំណើរតាមផ្លូវគោកនេះថៃបានរៀបចំពិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជានិងពាណិជ្ជករថៃនាទីក្រុងបាងកកប្រទេសថៃដើម្បីឲ្យមានឱកាសជំរុញនៃវិនិយោគិននៃប្រទេសទាំងពីរឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានគាំទ្រចំពោះកម្មវិធីប្រណាំងកីឡាប្រភេទនេះព្រោះថាកម្មវិធីនេះមិនត្រឹមតែទាក់ទាញទេសចរនិងធុរកិច្ចប៉ុណ្ណោះទេថែមទាំងនាំមកនៅផលប្រយោជន៍សម្រាប់ជាតិចាហើយបើតាមរបាយការណ៍ពីស្ថានទូតថៃបានឲ្យដឹងថាកាលពីឆ្នាំកន្លងទៅការហោះហើររវាងទីក្រុងបាងកកភ្នំពេញហើយនិងខេត្តសៀមរាបក្នុងមួយថ្ងៃមានចំនួន36ជើងហើយក្នុងនោះប្រជាជនកម្ពុជាបានធ្វើដំណើរទេសចរទៅកាន់ថៃប្រហែល500,000នាក់ខ
ណៈដែលប្រជាជនថៃធ្វើដំណើរទេសចរមកកាន់កម្ពុជាប្រហែលជា320,000 នាក់ហើយវិស័យផ្លូវគោកក៏ជាផ្នែកមួយជួយដល់វិស័យដឹកជញ្ជូននិងទេសចររវាងប្រទេសទាំងពីរផងដែរតាមរបាយការណ៍ពីនាយកដ្ឋានជំរុញពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅកម្ពុជាបានបង្ហាញថាក្នុងរយៈពេល4ខែដើមឆ្នាំ2016ទំហំពាណិជ្ជកម្មរួមរវាងប្រទេសទាំងពីរមានការកើនឡើង 11% ខណៈឆ្នាំ2015កន្លងទៅទំហំពាណិជ្ជកម្មរួមរវាងប្រទេសទាំងពីរមានចំនួនទឹកប្រាក់រហូតដល់$5,300 លានហើយសូមបញ្ជាក់ថាកម្មវិធីប្រណាំងរថយន្តនិងម៉ូតូនេះបានចេញដំណើរពីទីតាំងរមណីយដ្ឋានវត្តភ្នំរាជធានីភ្នំពេញថ្ងៃទី26 ខែឧសភានេះតាមផ្លូវជាតិលេខ4រួចធ្វើដំណើរត្រង់ឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់ប៉ាតាយានិងទីក្រុងបាងកកប្រទេសថៃបាទ អរគុណណាស់ឥឡូវយើងគិតថាប៉ុណ្ណឹងសិនណាចា៎ចាំតិចទៀតចូលវិញយើងខ្ញុំនឹងជម្រាបជូនព័ត៌មានមួយចំនួនទៀតដើម្បីបញ្ចប់កម្មវិធីនៅក្នុងរាត្រីនេះសូមពេលសម្រាប់តែបន្តិចទេបាទ